ហើយខ្ញុំនៅអូកាលីសនៅគ្នាមួយវីដេអូខ្ញុំដងទៀតថ្ងៃនេះដែរខ្ញុំស្រាយរឿងតនៅរឿង Police Mission ដែលវគ្គនេះគឺជាវគ្គ10ហើយខ្ញុំចង់បញ្ជាក់អ្នកនរគ្នាតារាថាគ្រប់ប៉ូលីសទាំងអស់ឲ្យតែមានមុខចង់គឺខ្ញុំនឹងហៅគាត់ថាគឺជាប៉ូលីសអូឯអ្នកនរគ្នាហើយក៏ចង់បញ្ជាក់ថារឿងទាំងអស់ហ្នឹងគឺវាអត់មានពាក់ព័ន្ធនេះគ្នាទេគឺវាមួយវគ្គដាច់ដោយឡែកពីគ្នាហ្មងគ្រាន់ថាវាស្ថិតនៅក្នុងបេសកកម្មរបស់ប៉ូលីសចាំបើសិនជាអ្នកនរគ្នាយល់ហើយយើងចូលទៅកាន់វីដេអូហ្មងទៅអញ្ចឹងនៅដើមរត់បងខ្ញុំបានឃើញថាលោកប៉ូលីសអ៊ំនឹងកំពុងតែធ្វើការនៅកន្លែងប៉ោះប៉ូលីសមួយកន្លែងអញ្ចឹងទៅដែរប៉ោះប៉ូលីសហ្នឹងគឺមានតែគាត់ពីរនាក់ទេហើយគាត់កំពុងតែឆែកឆេរតាក់ទងទៅនឹងបទល្មើសផ្សេងអញ្ចឹងស្របពេលដែលគាត់កំពុងតែមើលបទល្មើសផ្សេងតាក់ទងនឹងការកាត់ហេតុមួយចំនួនហ្នឹងគឺស្រាប់តែមានស្នូកំភ្លើងដែលបាញ់ចេញពីខាងក្រៅហើយក៏ប៉ូលីសស្រីហ្នឹងគាត់ក៏បានចេញទៅមើលថាវាមានរឿងអីកើតឡើងអញ្ចឹងហេតុអីបានមានស្នូកំភ្លើងពេលប៉ូលីសហ្នឹងចេញទៅខាងក្រៅគាត់ក៏ត្រូវបានក្រកកំភ្លើងបាញ់ត្រូវគាត់ហើយប៉ូលីសអ៊ំដល់ពេលឮសំឡេងកំភ្លើងទី2គាត់ក៏មានការប្រុងប្រយ័ត្នខ្លួនផងដែរហើយគាត់ក៏បានកាន់កំភ្លើងមួយចេញទៅខាងក្រៅហើយគាត់ក៏បានឃើញឃាតករនឹងកាន់កំភ្លើងតម្រង់មកបាញ់គាត់ហើយគាត់ក៏បានរត់គេចអញ្ចឹងគឺក្រកកំភ្លើងបែបហ្នឹងគឺខ្លាំងមែនទែនគឺបាញ់ឡើងទ្រុសអញ្ចឹងតែម្ដងអាចថាប៉ូលីសអ៊ំសំណាងដែរគាត់តាមទីទៀតទេគឺក្រកកំភ្លើងហ្នឹងគឺបាញ់ត្រូវកណ្ដាលក្បាលគាត់ហ្មងឃាតករហ្នឹងក្រោយពីបាញ់ហើយក៏ដើរចូលទៅក្នុងប៉ោះអញ្ចឹងណាចង់ដឹងថាប៉ូលីសហ្នឹងងាប់ឬកណ្ដាលគាត់ទៅដើរទៅដល់ភ្លើងគឺត្រូវស៊ីជាមួយនឹងភ្លើងរបស់ប៉ូលីសអ៊ំតែម្ដងហើយក៏បែកឈាមខ្ចាយពេញប៉ោះប៉ូលីសហ្នឹងទៅអំឡុងពេលដែលប៉ូលីសអ៊ំកំពុងតែមើលសាកសពបារម្ភម្នាក់ហ្នឹងស្រាប់តែមានបារម្ភម្នាក់ទៀតបានទិញកំភ្លើងមកបាញ់ចំភ្នែកប៉ូលីសអ៊ំធ្វើឲ្យប៉ូលីសអ៊ំបានដួលហើយបន្ទាប់មកប៉ែម្នាក់ហ្នឹងក៏រកដើរមកសម្លេះប៉ូលីសអ៊ំចោលប៉ុន្តែប៉ូលីសអ៊ំគាត់ឆ្លាតដែរដោយសារតែកំភ្លើងគឺគាត់កាន់នៅដៃអញ្ចឹងហើយគាត់ក៏បានបាញ់អាប៉ែហ្នឹងឲ្យបានដួលអកគូដែរទៅអាប៉ែហ្នឹងគឺលះមែនតើទោះបីជាគេដួលអកគូមែនតើប៉ុន្តែគេនៅតែព្យាយាមបាញ់កំភ្លើងទៅមកទៅហៅប៉ូលីសអ៊ំអញ្ចឹងឈាមរបស់ប៉ូលីសអ៊ំបានខ្ទាតពេញមុខគេហើយបន្ទាប់មកគេក៏បានក្រោកឡើងហើយមើលទៅប៉ូលីសអ៊ំដែលមើលស្ថានភាពប៉ូលីសអ៊ំគឺគ្មានសង្ឃឹមនឹងរស់ហើយគេក៏បានចាក់ចេញពីប៉ោះប៉ូលីសហ្នឹងហើយបើកម៉ូតូចេញទៅណាក៏យើងអត់ដឹងដែរអញ្ចឹងពេលហ្នឹងក៏បើកម៉ូតូមកដល់កន្លែងជួបជុំគ្នាហើយគេបានប្រាប់គ្នាគេថាគឺគេបានស្លាប់ប៉ូលីសម្នាក់ហ្នឹងរួចហើយការប្រយុទ្ធរបស់ពួកគេនឹងត្រូវការចាប់ផ្ដើមហើយគ្នារបស់គេគាត់លឿនអញ្ចឹងក៏ធ្វើការចាប់ផ្ដើមផែនការទៅឥឡូវយើងក៏លេចមើលប៉ូលីសអ៊ំវិញប៉ូលីសអ៊ំគឺគាត់គ្រាន់តែស្លាប់ទេគឺគាត់បានស្លាប់អីទេអ្នកនរគ្នាឥឡូវនេះគឺគាត់បានដឹងខ្លួនវិញហើយចឹងដល់ពេលគាត់ក្រោកឡើងគឺគាត់បានឈឺមុខរបួសគាត់តែប៉ុណ្្នឹងឯងដោយសារតែពេលហ្នឹងគឺបាញ់ចំកន្លែងបេះដូងគាត់ហើយអ្នកនរគ្នាកន្លែងស្មាហ្នឹងណាឥឡូវកាលមកដល់ស្ថានភាពមើលកន្លែងដែលពោពេញទៅដោយប៉ូលីសអញ្ចឹងពួកប៉ូលីសទាំងអស់ហ្នឹងកំពុងតែធ្វើការតាមធម្មតាតាមតួនាទីរបស់គេហើយបន្ទាប់មកស្រាប់តែមានក្របបែកមួយបានហោះចូលនៅក្នុងបន្ទប់ហ្នឹងក្រោយពីក្របបែកផ្ទុះហើយគឺមានចការចលាចរពេញស្ថានភាពនឹងម្ដងហើយបន្ទាប់មកយើងបានឃើញថាចែកក្រុមអប៉ែដែលបានស្លាប់ប៉ូលីសអ៊ំលើកមុនហ្នឹងក៏បានធ្វើការមកចាប់ផ្ដើមអុកឡុកប៉ូលីសនៅទីហ្នឹងហើយអ្នកនរគ្នាឥឡូវនេះខ្ញុំនឹងនាំអ្នកនរគ្នាមកស្គាល់តួអង្គមួយដែលតួអង្គហ្នឹងគឺមានឈ្មោះថាអាមែលគេបានគិតថាគេនៅរស់ទេមែនហើយគេមានអារម្មណ៍ថាជឿខ្លាំងណាស់ដោយសារគេបានធ្វើរបួសហើយគេនឹងគិតថាគេនឹងចាក់ចេញពីទីនេះឲ្យលឿនពេលហ្នឹងអាមែលបានរត់តាមបរិយាអាសម្នាក់ដល់ពេលរត់ទៅដល់គឺបានឃើញថាក្រុមអាសហ្នឹងកំពុងតែនៅជុំគ្នាអ្នកនរគ្នាបន្ទាប់មកស្រាប់តែមានបរិយាម្នាក់បានបាញ់ជើងរបស់អាមែលឲ្យអាមែលបានដួលអាមែលក៏បានធ្វើកោភ្លើងហ្នឹងហើយអាមែលបាននិយាយថាគឺគេឈឺខ្លាំងណាស់បន្ទាប់មកអាប៉ែមួយទៅបាននិយាយថាអាមែលហ្នឹងពិតជាគួរឲ្យកំប្លែងមែនទែនចង់ខ្ញុំនឹងឲ្យអ្នកគ្នាស្ដាប់ការសន្ទនាអាមែលហើយនឹងអាប៉ែស្គីបតែខ្ញុំគួរតែធ្វើអ្វីគឺជាការមានស្នេហានៅលើនេះហើយនេះក៏ជាមូលហេតុដែលយើងស្លាប់ឯងនៅអ្នករាល់គ្នានៅទីនេះទាំងអស់ខ្ញុំមិនដឹងថាវានិយាយរឿងស្នេហាហ្នឹងចាំមានន័យថាម៉េចទេអ្នកគ្នាឥឡូវនេះប៉ូលីសអ៊ំក៏បានលេចមុខចេញមកដែរហើយគាត់ក៏បានឆ្លើយនឹងការសន្ទនាទាំងអស់នោះផងដែរអូពិតជាអស្ចារ្យមែនតើយើងគិតថាក្រុមរបស់ពួកឯងនេះមិនអាចកាន់កាប់ប៉ូលីសទាំងមកបានទេអាក្រុមហ្នឹងគឺវាមានឈ្មោះក្រុមគេអ្នកគ្នាតែខ្ញុំអត់ទេហៅតែអញ្ចឹងហៅក្រុមអសមកទៅឯងគឺជានរណាតែឯងចង់ស្លាប់មែនអូសលេងនេះដូចជាខ្ញុំថប់លើពីមុនមកតើជាសលេងអ្នកណាជាសលេងរបស់គេតើក៏ទេវាដូចជាសលេងព្រីអ៊ំទេតាគេគឺជាព្រីអ៊ំមកប៉ូលីសអ៊ំហ្នឹងគឺឈ្មោះពិតរបស់គេគឺ UC អ្នកគ្នាតែខ្ញុំធ្លាប់មកថាប៉ូលីសអ៊ំគឺហៅប៉ូលីសអ៊ំហើយតែ UC ដូចប្រួតដែរអ្នកគ្នាដល់មកហៅប៉ូលីសអ៊ំវិញទេតោះអញ្ចឹងប៉ូលីសអ៊ំហើយនឹង UC គឺតែមួយទេ UC គឺឈ្មោះពិតរបស់ប៉ូលីសអ៊ំហើយប៉ូលីសអ៊ំគឺជាឈ្មោះដែលខ្ញុំដាក់ឲ្យអញ្ចឹងគឺវីដេអូនេះខ្ញុំសូមហៅប៉ូលីសអ៊ំថា UC ដោយសារ UC មើលទៅឈ្មោះប្រុសមែនតើអ្នកគ្នាពេលហ្នឹង UC បានទិញផ្កាកាឡាពណ៌ខ្មៅមួយហើយអាប៉ែហ្នឹងគឺមានជាការមុខស្លាំងការមែនតើហើយគេក៏បានស្គាល់ថា UC ហ្នឹងគឺជាអ្នកណាទេផងដូចជាខានជួបគ្នាយូរដល់ហើយនេះតែឯងមិនតបានស្លាប់ទេមែនលោកបងនិយាយចឹងអាប៉ែហ្នឹងគឺជានរណាគេទេខ្ញុំប្រាប់ឯងឲ្យដឹងអាប៉ែម្នាក់ហ្នឹងគឺគេជាប៉ូលីសគេបានស្លាប់ជាមួយគ្នាយើងកាលពីមួយខែមុនប៉ុន្តែឥឡូវគេដូចជាបិសាចអញ្ចឹងគេសង្ហាប៉ុន្តែគេជាមនុស្សឈាមត្រជាក់តើវាចម្លែកដល់កម្រិតណាទៅហេតុអ្វីបានជាប៉ូលីសទាំងអស់នេះនៅទីនេះឯងឆ្លើយមក
អូតើអ្នកណាម្នាក់អាចជួយសង្គ្រោះខ្ញុំបានទៅ នេះឯងគឺជាសាតូសាន់មែនទេ អ្នកគ្នាអាប៉ែមិញខ្ញុំប្រាប់ថាជាអាមែនហ្នឹងកំពិតវាឈ្មោះសាតូសាន់ឯណាទេអ្នកគ្នាយំតើអាប៉ែនោះប្រហែលជាមានឈ្មោះពេកដោយសារពេលវានិយាយម្នាក់ឯងវាហៅខ្លួនវាអាមែនអញ្ចឹងខ្ញុំហៅវាអាមែនហ្មងទៅ នេះតែគេដើរមករកខ្ញុំមែនទេគេគឺជាឃាតករមិនមែនជា UC ទេ អាមែនតើឯងកំពុងតែគិតអ្វីហ្នឹង ហានេះដូចជាសម្លេងដែលខ្ញុំធ្លាប់លើពីមុនមកហា choose UC ខ្ញុំគិតថាឯងឈួតហើយខ្ញុំគឺជា UC ប៉ុណ្ណឹងក៏ហៅឈ្មោះខ្ញុំមិនត្រូវដែរ និយាយអីច្រើនជឿននឹងស្លាប់ពួកឯងទាំងអស់ មកអ្នកគ្នាអើយចូលសលេងបដាបយោបដាគឺមានចការហត់ជាខ្លាំងណាស់ឥឡូវឲ្យមើលគេបាញ់គ្នាម្ដងតោះឥឡូវយើងកំពុងឃើញថាការបាញ់គ្នារបស់អាប៉ែ chip ជាមួយនឹង UC ហ្នឹងគឺអាប៉ែ chip ហ្នឹងគឺមានចការស្លាប់ឯអ្នកគ្នាហើយអាប៉ែកូនចៅគ្នាគេនឹងរត់រូបព្រួយគឺថាអត់អាចតតាំងជាមួយ UC បានទេហើយដល់ពេលអាប៉ែអាមែនបាននិយាយថាចេះគ្រប់គ្នាបានស្លាប់អស់ហើយបំផិតទៅពិតជាស្លាប់អស់មែនតើគឺនៅតែក្រមគឺតកអបសនេះទេអ្នកគ្នាយំទៅពួកវាកំពុងតែ enjoy ជាមួយនឹងជ័យជំនះពួកវាហ្មងហើយវាបានចាប់ពលីដាក់ឃុំនៅក្នុងឃុំទៀនយំទៅពួកនេះសាហាវហ្មងឥឡូវ UC និងអាមែនហ្នឹងកំពុងធ្វើការប្រយុទ្ធឡើងទៅលើទីដើម្បីឈប់ជាមួយនឹងមេខ្លោយអ្នកគ្នាអញ្ចឹងខ្ញុំសូមកាត់សកម្មភាពខ្លះៗចោលរសារអីវីដេអូខ្ញុំវិញដែរព្រោះខ្ញុំអត់សូវចេះសម្រាយកន្លែងវាយគ្នាទេអ្នកគ្នាខ្ញុំទៅមើលវីដេអូដែលខ្ញុំសម្រាយវាយគ្នាលោកមុនមានអារម្មណ៍ថាឆ្កឹលខ្លះមែនតើដឹងនិយាយអីទៅអីហ្មងអញ្ចឹងអាមែនហើយនឹង Juicy ហ្នឹងក៏បានមកដល់កន្លែងដែលខំពួកប៉ូលីសហើយអញ្ចឹងគឺមានជាការបាញ់តទល់គ្នាអញ្ចឹងទៅអ្នកគ្នាបើសិនជាអ្នកគ្នាជិះទៅមើលរឿងពេញអ្នកគ្នាអាចនឹងឃើញឈុតឆាកវាយគ្នាច្រើនប៉ុន្តែបើអ្នកគ្នាមើលវីដេអូខ្ញុំអ្នកគ្នាអាចយល់ថាគេចង់និយាយពីអីអញ្ចឹងពលីតអហ្នឹងគឺមានជាការរំភើបហើយសប្បាយចិត្តខ្លាំងមែនតើដោយសារអីគឺមានអ្នកជួយសង្គ្រោះពួកគេហើយដែលអ្នកជួយសង្គ្រោះពួកគេហ្នឹងគឺជាអាមែនហ្នឹងហើយJuicyគេទៅរមេខ្លោនៅលើអ្នកគ្នានេះអ្នកគ្នាផ្លេចមកអាប៉ែដែរបាញ់សម្រាប់Juicyកាលពីវគ្គមុននៅវគ្គមុនអីលើកដំបូងនៅអ្នកគ្នាពេលដែលJuicyរើចូលទៅក្នុងបន្ទប់អាប៉ែម្នាក់ហ្នឹងស្រាប់តែ Juicy ហ្នឹងក៏បានជួបនឹងនារីអាវខ្មៅម្នាក់អញ្ចឹងវគ្គហ្នឹងគឺខ្ញុំសុំស្លេះសំណងសិនអ្នកគ្នាចាំមើលពាក្យតនៃរឿងរបស់អ្នកគ្នាផងបាយបាយ